លោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានបង្ហាញអំពីការត្រៀមលក្ខណៈរបស់វិស័យទេសចរនៅក្នុងខេត្តបាត់ដំបងសម្រាប់ការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅក្នុងរដូវកាលបៃតង Green Season ឆ្នាំ 2026 លោកហមអរុនថ្លែងឲ្យដឹងថាខេត្តបាត់ដំបងគឺជាទឹកដីដែលមានភាពសម្បូរបែបនៃភាពទាក់ទាញភ្ញៀវទេសចរដោយមានរមណីយដ្ឋានបែបធម្មជាតិកែច្នៃវប្បធម៌សិល្បៈកាហ្វេទេសចរសហគមន៍អេកូទេសចរដែលផ្ដោតលើការកំសាន្តសិក្សាស្វែងយល់និងការសម្រាកលំហែលោកហមអរុនថ្លែងឲ្យដឹងបន្ថែមថានៅក្នុងរដូវកាលបៃតងអមដោយទេសភាពធម្មជាតិខៀវខ្ចីកំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនៅលើទឹកដីនៃខេត្តបាត់ដំបងគឺមានភាពអំណោយផលសម្រាប់ការទស្សនាកំសាន្តទាំងទេសភាពនិងអាកាសធាតុនៅតាមតំបន់ធម្មជាតិនានាលោកហមអរុនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញមកទស្សនាកំសាន្តសប្បាយរីករាយនៅក្នុងខេត្តបាត់ដំបងនារដូវកាលបៃតងដែលជាពេលវេលាមួយដ៏ល្អសម្រាប់ការសម្រាកលំហែកំសាន្តផ្ដិតយករូបភាពស្អាតៗព្រមទាំងភ្លក់នៅរសជាតិដ៏ឆ្ងាញ់ពិសានៃផ្លែឈើជាច្រើនប្រភេទជាពិសេសទុរេនសំឡូតដែលបាននឹងចិត្តប្រមូលផលក្នុងពេលដ៏ខ្លីខាងមុខនេះសម្រាប់ឆ្នាំ 2026 នេះឥឡូវគឺយើងដល់រដូវកាល Green Season សម្រាប់ឆ្នាំ 2026 បាទអញ្ចឹងក្រោមគំនិតព្រួយផ្ដើមដ៏ខ្ពង់ខ្ពស់របស់អាយដាមហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរគឺយើងជំរុញឲ្យភ្ញៀវទេសចរធ្វើដំណើរទស្សនាកម្សាន្តនៅក្នុងរដូវកាលបៃតងនេះឲ្យបានផុសៗបាទព្រោះជាពេលវេលាមួយដែលធម្មជាតិបង្ហាញសម្រស់គួរជាទីតាក់ទាញហើយបន្ថែមពីនោះទៀតទៅតាមគោលដៅអីផ្សេងៗហ្នឹងគឺមានការរៀបចំសម្រាប់ការទទួលភ្ញៀវនៃបទពិសោធន៍ថ្មីនៅក្នុងរដូវកាលនេះបាទហើយជាពិសេសសម្រាប់ខេត្តបាត់ដំបងនៅក្នុងរដូវកាលបៃតងនេះគឺចំជាមួយនឹងពេលនៃការប្រមូលផលឡើងនូវផលផ្លែឈើជាច្រើនហើយជាពិសេសដំណាំតរេននៅក្នុងស្រុកសំឡូតនេះគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការតាក់ទាញភ្ញៀវមកទស្សនានៅក្នុងខេត្តបាត់ដំបងនារដូវកាលបៃតងគូបញ្ជាក់ផងដែរថាក្នុងរដូវកាលបៃតងនេះគឺជាពេលវេលាមួយដែលស្រស់ស្អាតមែនតើមានន័យថាមានភ្លៀងបង្អុរមកអញ្ចឹងធ្វើឲ្យធម្មជាតិបាទមានពណ៌បៃតងខ្ចីហ្មងអញ្ចឹងការធ្វើដំណើរទៅតាមដងផ្លូវអញ្ចឹងភ្ញៀវទេសចរអាចទស្សនាក៏ដូចជាស្រូបយកនៅខ្យល់អាកាសបរិសុទ្ធអាកាសធាតុត្រជាក់ហើយជាពិសេសសម្រស់នៃធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលនេះគឺល្អមែនទែនបាទហើយក្នុងនាមមន្ទីរទេសចរខេត្តបាត់ដំបងនៅក្នុងនាមខ្ញុំបាទផ្ទាល់ក៏សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋបាទភ្ញៀវទេសចរជាតិអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តឲ្យបានច្រើនកកនៅក្នុងខេត្តបាត់ដំបងនៅក្នុងរដូវកាលបៃតងនេះសូមជម្រាបជូនថាខេត្តបាត់ដំបងគឺជាទឹកដីដ៏ស្រស់ប្រំព្រៃមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីសិល្បៈនិងម្ហូបអាហារដែលបានផ្ដល់បទពិសោធន៍ដ៏សម្បូរបែបដល់អ្នកទេសចរដែលបានមកទស្សនាហើយចង់មកម្ដងទៀតខេត្តបាត់ដំបងមានរមណីយដ្ឋាននិងគោលដៅទេសចរសរុបចំនួន115កន្លែងក្នុងនោះរួមមានរមណីយដ្ឋានទេសចរចំនួន22កន្លែងសហគមន៍ទេសចរនិងអេកូទេសចរចំនួន4កន្លែងតំបន់គោលដៅទេសចរចំនួន54កន្លែងសារមន្ទីរចំនួន2កន្លែងទេសចរបែបសាសនាចំនួន29កន្លែងនិងគោលដៅកាហ្វេទេសចរចំនួន4កន្លែង